អ្នកដែលគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាននឹងតែងតែត្រូវបានជីវិតគ្រប់គ្រងជំនួសធ្លាប់ឬអត់ដែលអារម្មណ៍ល្អត្រឹមតែប្រហែលនាទីសោះធ្វើឲ្យមួយថ្ងៃនឹងគឺគ្រប់យ៉ាងរញ៉េរញ៉ៃទាំងអស់ពេលដែលខឹងអីក៏និយាយភ្លាមពេលដែលមានអារម្មណ៍ថាអន់ចិត្តក៏គិតខ្លួនឯងចេះតែចង់រត់គេចពេលដែលជួបរឿងអីដែលភ័យខ្លាចក៏ព្យាយាមដកខ្លួនថយគ្រប់យ៉ាងដែលកើតឡើងចំពោះខ្លួនឯងវាលឿនមែនទែនរហូតដល់ពេលខ្លះអ្នកខ្លួនឯងបានធ្វើវាហើយមិនទាំងបានដឹងដល់ខ្លួនឯងទៀតផងថាខ្លួនកំពុងតែធ្វើឬក៏បានធ្វើរួចហើយបញ្ហានោះគឺអារម្មណ៍មិនដែលធ្លាប់នៅតែក្នុងខួរក្បាលរបស់យើងប៉ុន្តែវាបដូរគ្រប់យ៉ាងដែលជាយើងទាំងពាក្យសម្ដីការសម្រេចចិត្តផ្លាស់ប្ដូរសូម្បីតែអាកប្បកិរិយាឬក៏ទង្វើដែលយើងធ្វើខ្លីមែនទែនក្នុងកំឡុងពេលដែលយើងមានអារម្មណ៍ថាខឹងឬក៏មួម៉ៅហើយពេលខ្លះជីវិតទាំងមូលតែម្ដងក៏ត្រូវតែផ្លាស់ប្ដូរក្នុងពេលតែមួយប្រពុតភ្នែកគឺនៅពេលដែលអ្នកខឹងហើយសម្រេចចិត្តអ្នកដែលគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបានចុងក្រោយក៏នឹងត្រូវបានស្ថានភាពឬក៏ហេតុការណ៍បញ្ហាដែលកើតឡើងនឹងជាអ្នកគ្រប់គ្រងជំនួសវិញអារម្មណ៍របស់យើងមិនខុសនោះទេប៉ុន្តែបើសិនជាយើងបណ្ដោយខ្លួនឯងរហូតដល់ភ្លេចខ្លួនហើយឲ្យខ្លួនឯងខ្លាយទៅជាអារម្មណ៍ដែលមិនល្អបែបហ្នឹងរហូតវានឹងធ្វើឲ្យយើងនឹងត្រូវបានអូសទាញទៅដោយអារម្មណ៍ងាយខ្លាំងមែនតើបើអ្នកកំពុងតែមើលវីដេអូនេះដល់ចំណុចនេះហើយកុំភ្លេចសួរខ្លួនឯងថាតើពេលនេះឥឡូវនេះរាល់ថ្ងៃនេះអ្នកកំពុងតែប្រើប្រាស់អារម្មណ៍ឬក៏កំពុងតែត្រូវបានអារម្មណ៍ប្រើប្រាស់ឬបញ្ជាខ្លួនឯងមែនតើទៅទទួលដឹងថាគ្រប់គ្នាមនុស្សម្នាក់ៗសុទ្ធតែមានរឿងរ៉ាវនៅក្នុងជីវិតរបស់ខ្លួនឯងរឿងមួយចំនួនដែលយើងគិតថាវាជាបញ្ហាដែលខ្លាំងមែនតើធ្ងន់ធ្ងរមែនតើសម្រាប់យើងតែអាចជាបញ្ហាដែលទូចបំផុតសម្រាប់អ្នកដទៃឬក៏រឿងដែលយើងគិតថាអ្នកដទៃហ្នឹងវាបញ្ហាទូចមែនតើតែវាអាចក្លាយទៅជាបញ្ហាដ៏ធំសម្រាប់យើងពីព្រោះថាគ្រប់គ្នាសុទ្ធតែមាន background ជីវិតមិនដូចគ្នាដូច្នេះមិនថាមានរឿងអីកើតឡើងក៏ដោយកុំយកថ្ងៃទី1របស់អ្នកហើយទៅប្រៀបធៀបជាមួយនឹងថ្ងៃទី100របស់អ្នកដទៃវីដេអូនេះគ្រាន់តែចង់ជាចំណាយដើម្បីដាស់តឿនថាមិនថាអ្នកមានបញ្ហាអីក៏ដោយកុំភ្លេចសង្កេតមើលខ្លួនឯងនិងអារម្មណ៍ខ្លួនឯងយ៉ាងណាក៏ដោយមានតែអ្នកប៉ុណ្ណោះដែលយល់ពីខ្លួនឯងច្បាស់លាស់បំផុតដូច្នេះកុំឲ្យអារម្មណ៍មួយពេលធ្វើឲ្យគ្រប់យ៉ាងខ្ចាត់ខ្ចាយអស់ E បូក R ស្មើនឹង O event បូក response ស្មើនឹង outcome ហេតុការណ៍ដែលកើតឡើងបូកជាមួយនឹងទង្វើឬការឆ្លើយតបទៅនឹងហេតុការណ៍ហ្នឹងនឹងទទួលបាននូវលទ្ធផលដូច្នេះមិនថាមានរឿងអីកើតឡើងក៏ដោយវាអាស្រ័យទៅលើថាតើអ្នកជ្រើសរើសនឹងឆ្លើយតបទៅនឹងហេតុការណ៍ហ្នឹងបែបណាសភើក្បាលនេះពិតជាមានរៀបរាប់តាក់ទងជាមួយនឹងវិធីសាស្ត្រក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងក៏ដូចជាបទពិសោធន៍មួយចំនួនដែលអ្នកដែលគាត់បានជួបរឿងឆ្លងកាត់រឿងរ៉ាវច្រើនមែនទែនប៉ុន្តែវិធីសាស្ត្រនៃការឆ្លើយតបទៅនឹងបញ្ហារបស់គាត់ពេលខ្លះវាធ្វើឲ្យយើងមានអារម្មណ៍ថាហេតុការណ៍ដែលយើងជួបនឹងវាតូចពេកហើយបើសិនជាធៀបជាមួយនឹងគេដូច្នេះបើសិនជាពេលនេះអ្នកកំពុងតែគិតថាខ្លួនឯងមានអារម្មណ៍ថា down ខ្លាំងមែនទែនខ្ញុំពិតជាលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាក្នុងការអានសភើក្បាលនេះពីព្រោះថានៅលើโลกហ្នឹងមិនមែនតែអ្នកតែម្នាក់ឯងដែលកំពុងតែមានរឿងបែបហ្នឹងក៏មានមនុស្សជាច្រើនចំពោះអ្នកដែលមើលវីដេអូនេះផ្ទាល់ហើយក៏មើលរហូតដល់ចប់ពិសេសសម្រាប់អ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាគ្រាន់តែ screenshot វីដេអូមួយហ្នឹងឬក៏ផ្ញើវីដេអូមួយហ្នឹងចូលទៅតាម Telegram អ្នកទាំងអស់គ្នានឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ទៅ 15%